សម្រាប់កូនចៅប្រុសស្រីឆ្នាំម្សាញ់រកាកុលជូតចវកអាត្មាពិតជាចង់ជំរុញឲ្យកូនចៅប្រុសស្រីឆ្នាំទាំង6ដួងហ្នឹងគួរគប់ធ្វើរឿងទាំង4ប្រការនេះណាបានតិចឬច្រើនក៏គួរគប់តែធ្វើនៅរឿង4ប្រការនេះនៅក្នុងខែ11ខែ10ខែ12និយាយខ្លីថាខែ10ខែ11ខែ12ឆ្នាំ2025នៅជិតដំណាច់ឆ្នាំនេះអញ្ចឹងគួរគប់ឆ្នាំទាំង6ដួងនេះបានឃើញវីដេអូនេះ share ចែករំលែកចែកគ្នាដឹងចែកគ្នាដឹងនៅរឿង4ប្រការនេះធ្វើទៅណាវាជួយរុញច្រានឲ្យមានរាសីឡើងវាជួយរុញច្រានឲ្យមានសំណាងល្អវាជួយរុញច្រានឲ្យជួបតែសេចក្តីសុខវាជួយរុញច្រានឲ្យមានលៀបមានជ័យសេរីសួស្តីផងដែរអញ្ចឹងចំពោះកូនចៅប្រុសស្រីឆ្នាំម្សាញ់រកាកុលជូតចវកចូលមកស្ដាប់4ប្រការនេះមានប្រយោជន៍សំខាន់បំផុតសម្រាប់ឆ្នាំរបស់ខ្លួនឯងនឹងតែម្ដងអញ្ចឹងចំពោះកូនចៅប្រុសស្រីឆ្នាំម្សាញ់រកាកុលជូតចវកមួយរយៈនេះប្រកាសណាស់ជួបរឿងស្មុគស្មាញមានបញ្ហាមិនចេះចប់មិនចេះហើយអញ្ចឹងរឿង4ប្រការនេះក៏សំខាន់ដែរបើបានឧស្សាហ៍ធ្វើរឹតតែមានលៀបបើបានឧស្សាហ៍ធ្វើរឹតតែមាននៅមង្គលដល់ឧត្តមបើបានឧស្សាហ៍ធ្វើរឹតតែមានរាសីឡើងខ្ពស់ប្រការទី1ចំពោះឆ្នាំទាំង6ដួងហ្នឹងគួរគប់បើមានម្ដាយឪពុកបង្កើតនៅចិត្តធ្វើម្ហូបអាហារជូនគាត់ណានៅឆ្ងាយជូនបច្ច័យម្ដាយឪពុកប៉ុន្តែបើមានម្ដាយឪពុកបង្កើតទេនៅមានឲ្យតែជាអ្នកមានគុណយាយតាពូមីងអ៊ំជូនបច្ច័យគាត់ទៅឬក៏ជូនម្ហូបអាហារគាត់ទៅណាអានោះប្រការទី1គួរគប់ត្រូវធ្វើចន្លោះពីខែ10ខែ11ខែ12ឆ្នាំ2025ហ្នឹងបានតិចឬច្រើនគួរគប់តែធ្វើមួយសប្តាហ៍ម្ដងឬក៏2សប្តាហ៍ម្ដងយ៉ាងទៅឬក៏មួយខែឲ្យបានម្ដង2ដងយ៉ាងទៅប្រការទី1គួរគប់ត្រូវធ្វើប្រការទី2ឧស្សាហ៍ប្រឡែងសัตว์ឧស្សាហ៍ប្រឡែងសัตว์ណាសัตว์អីក៏បានដែរចាបអន្ទង់ត្រីអណ្តើកមានសัตว์ណាដែលយើងអាចទៅយកមកប្រឡែងបានប្រឡែងសัตว์ហ្នឹងប្រឡែងសัตว์ណាក្នុងមួយខែបាន3ទៅ4ដងឯដែរទៅប្រការទី3ឧស្សាហ៍ដាក់បាតដល់ព្រះសង្ឃនិងសមាទានសិលសមាទានសិលនេះនិច្ចសិលក៏បានអបោសតសិលក៏បានរៀងរាល់ថ្ងៃសិលហើយដាក់បាតព្រះសង្ឃនេះតនេថ្ងៃណាជួបព្រះសង្ឃនៅកន្លែងណាដាក់កន្លែងនោះទៅណាហ្នឹងចំណុចទី3រីឯចំណុចទី4ឧស្សាហ៍ចែកទានដល់អ្នកខ្វះខាតជនចាស់ជរាជនពិការទុរគតជន4ប្រការនេះមហាអស្ចារ្យចំពោះឆ្នាំម្សាញ់រកាកុលជូតចវកបើបានធ្វើ4ប្រការនេះមានន័យថាដូចហៅលៀបហៅនៅសេរីមានរាសីមាននៅភាពត្រជាក់ត្រជុំទេវតាតាមថែរក្សាគ្រោះទាំងអបាមានវាអាចបោះវាជាឆ្ងាយចេញបានប្រការណាដែលយើងមានរាសីឡើងទឹកមាត់ជើងប្រៃប្រការណាដែលយើងមានរាសីឡើងធ្វើអីក៏មិនងាយបរាជ័យដែរអញ្ចឹង4ប្រការនេះសំខាន់ចំពោះកូនចៅប្រុសស្រីឆ្នាំម្សាញ់រកាកុលជូតចវកកុំភ្លេច share ចែករំលែកចែកគ្នាដឹងចម្រើនពលា